សួស្តីអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំមកចែករំលែកអំពីបទពិសោធន៍ខ្លះៗទាក់ទងជាមួយនឹងការសរសេរសេចក្តីផ្ដើមនៅក្នុងប្រធានបែបពន្យល់អញ្ចឹងយើងដឹងហើយថាការសរសេរបាទសំណេរតែងសេចក្តីគឺតែងតែមានវិធីសាស្ត្រនៅក្នុងការសរសេរគឺខុសៗប្លែកពីគ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំចែករំលែកបទពិសោធន៍របស់ខ្ញុំទៅលើការសរសេរសេចក្តីផ្ដើមប្រធានបែបពន្យល់តើខ្ញុំសរសេរបែបណាអញ្ចឹងវីដេអូនេះគឺសម្រាប់សិស្សថ្នាក់ទី10ទី11និងទី12គឺគាត់អាចស្វែងយល់បាទបន្ថែមបានឥឡូវយើងចាប់ផ្ដើមអំពីការសរសេរសេចក្តីផ្ដើមនៅក្នុងប្រធានបែបពន្យល់ទាំងអស់គ្នាតើខ្ញុំសរសេរបែបណាអញ្ចឹងខ្ញុំបានលើកយកប្រធានបទមួយប្រធានមានទស្សនៈមួយយល់ថាមានសន្តិភាពទើបមានការអភិវឌ្ឍចូលពន្យល់គំនិតនេះដោយលើកយកឧទាហរណ៍ក្នុងសង្គមនិងប្រវត្តិសាស្ត្រមកបញ្ជាក់អញ្ចឹងថ្ងៃនេះគឺខ្ញុំបង្រៀនអ្នកនរគ្នាអំពីរបៀបនៅក្នុងការសរសេរសេចក្តីផ្ដើមតើសរសេរយ៉ាងណាដើម្បីឲ្យស៊ីទៅនឹងប្រធានពីព្រោះអ្នកនរគ្នាភាគច្រើនគឺតែងតែថាតើសរសេរសេចក្តីផ្ដើមបែបណាដើម្បីឲ្យស៊ីទៅនឹងប្រធានអញ្ចឹងទៅគឺចំណុចហ្នឹងគឺពិបាកសម្រាប់អ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាមើលវីដេអូនេះនឹងជួយអ្នកនរគ្នាបានខ្លះៗផងដែរជាដំបូងគឺអ្នកនរគ្នាផ្ដោតសំខាន់បាទទៅលើប្រធានបទរបស់យើងអញ្ចឹងអ្នកនរគ្នាព្យាយាមអាននៅទស្សនៈគេថាមានទស្សនៈមួយយល់ថាមានសន្តិភាពទើបមានការអភិវឌ្ឍបាទអញ្ចឹងយើងផ្ដោតទៅលើប្រធានបទរបស់យើងតែមួយមុខសិនមកមានសន្តិភាពទើបមានការអភិវឌ្ឍអញ្ចឹងអ្នកនរគ្នាត្រូវគិតទី2គឺអ្នកនរគ្នាទី1អ្នកនរគ្នាអានទី2គឺអ្នកនរគ្នាចាប់ផ្ដើមគិតថាតើអ្នកនរគ្នាគួរយកពាក្យកន្លឹះណាដើម្បីមកពន្យល់គេដល់ពេលដែលពន្យល់នៃប្រធានហើយប្រធានអាចមានន័យស្ដាប់បានអញ្ចឹងគេថាមានសន្តិភាពទើបមានការអភិវឌ្ឍអញ្ចឹងក្នុងចំណោមនេះកន្សោមហ្នឹងឬក៏ឃ្លាហ្នឹងតើមួយណាជាពាក្យកន្លឹះអញ្ចឹងការពន្យល់ពាក្យកន្លឹះគឺយើងត្រូវពន្យល់ច្រើនក៏ល្អប៉ុន្តែការពន្យល់តិចគឺអ្នកនរគ្នានឹងបាត់ខ្លឹមសារឬក៏បាត់អត្ថន័យប៉ុន្តែបើអ្នកនរគ្នាពន្យល់ច្រើនក៏មិនខុសដែរអញ្ចឹងមានសន្តិភាពទើបមានការអភិវឌ្ឍអញ្ចឹងពាក្យកន្លឹះនោះគឺមានសន្តិភាពជាពាក្យដែលយើងអាចយកមកពន្យល់បាទនៅក្នុងប្រធានរបស់យើងបានមានសន្តិភាពបាទអញ្ចឹងខ្ញុំសូមយកពាក្យមានសន្តិភាពគឺជាពាក្យកន្លឹះអញ្ចឹងអ្នកនរគ្នាត្រូវដឹងថាតើមានសន្តិភាពនឹងមានន័យដូចម្ដេចបាទអញ្ចឹងយើងដឹងហើយថាមានសន្តិភាពគឺសំដៅទៅលើភាពសុខសាន្តបាទគ្មានចម្បាំងឬក៏គ្មានភ្លើងសង្គ្រាមនឹងឯងគេហៅថាមានសន្តិភាពបន្តមកទៀតអ្នកនរគ្នាមើលទៅមានការអភិវឌ្ឍទៅមានការអភិវឌ្ឍតើក្នុងចំណោមពាក្យណាជាពាក្យកន្លឹះបន្ទាប់អញ្ចឹងប្រកាសណាស់គឺជាពាក្យអភិវឌ្ឍឬក៏ការអភិវឌ្ឍអញ្ចឹងខ្ញុំលើកយកពាក្យថាការអភិវឌ្ឍអញ្ចឹងអ្នកនរគ្នាត្រូវដឹងទៀតថាតើការអភិវឌ្ឍសំដៅទៅលើអ្វីបាទអញ្ចឹងយើងដឹងហើយថាការអភិវឌ្ឍមានន័យថាការរីកចម្រើនលូតលាស់លើគ្រប់វិស័យឬក៏ការរីកចម្រើនរុងរឿងអញ្ចឹងទៅអាហ្នឹងគឺសុទ្ធតែជាការអភិវឌ្ឍគឺជាន័យរបស់ការអភិវឌ្ឍបន្ទាប់ពីយើងបាននៅពាក្យកន្លឹះយើងយល់យើងឲ្យនិយមន័យនៅពាក្យកន្លឹះដែលយើងបានឲ្យហើយគឺយើងនឹងចាប់ផ្ដើមសរសេរបាទលំនាំតែងសេចក្តីរបស់យើងទាំងអស់គ្នាដោយចេញពីពាក្យកន្លឹះទាំងអស់ហ្នឹងតោះឥឡូវយើងទៅមើលតនេះអញ្ចឹងនេះគឺជាពាក្យកន្លឹះរបស់យើងគឺខ្ញុំសូមដាក់មកខាងក្រោមនេះហើយនេះគឺជាប្រធានរបស់យើងតើយើងសរសេរសេចក្តីផ្ដើមបែបណាអញ្ចឹងជាដំបូងគឺអ្នកនរគ្នាអាចគិតថាអ្នកនរគ្នាគួរសរសេរពីហេតុមុនឬក៏ផលមុនអញ្ចឹងប្រធានហ្នឹងគឺវាមានហេតុមានផលអញ្ចឹងយើងមើលមានសន្តិភាពអីគេគឺជាអីគេមានសន្តិភាពគឺជាហេតុមែនអត់ដល់ពេលការអភិវឌ្ឍគឺជាផលដែលយើងទទួលបានអញ្ចឹងដូចជាថាកាលណាមានសន្តិភាពទើបមានការអភិវឌ្ឍអញ្ចឹងវាថាសន្តិភាពហ្នឹងគឺវាគឺជាហេតុមួយហើយអភិវឌ្ឍគឺជាផលដែលយើងទទួលបានអញ្ចឹងយើងដឹងបែបនេះហើយតើយើងគួរសរសេរចេញពីហេតុមុនឬក៏គួរសរសេរចេញពីផលមុនអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំសរសេរចេញពីផលមុននិយាយពីការអភិវឌ្ឍមុនអញ្ចឹងយើងអាចនិយាយទូទៅត្រួសទៅលើប្រធានបទរបស់យើងបាទអញ្ចឹងខ្ញុំសូមសរសេរសេចក្តីអធិប្បាយអញ្ចឹងខ្ញុំសរសេរថាដំបូងគឺខ្ញុំសរសេរថានៅក្នុងសង្គមជាតិនីមួយៗអញ្ចឹងកន្លែងហ្នឹងគឺអ្នកនរគ្នាអាចលេងពាក្យពេចន៍ឲ្យសមរម្យឲ្យស៊ីទៅនឹងប្រធានរបស់យើងបានតែងតែប្រាថ្នាចង់ឲ្យប្រទេសជាតិរបស់ខ្លួនមានការរីកចម្រើនលូតលាស់រុងរឿងលើគ្រប់វិស័យអញ្ចឹងអ្នកនរគ្នាមូលហេតុអីបានជាខ្ញុំ highlight ពើផ្ទៃមេឃហ្នឹងបាទពីព្រោះពាក្យថារីកចម្រើនលូតលាស់រុងរឿងលើគ្រប់វិស័យហ្នឹងគឺជាអត្ថន័យរបស់ពាក្យកន្លឹះរបស់យើងឯងគឺការអភិវឌ្ឍបាទអញ្ចឹងអ្នកនរគ្នាដំបូងគឺអ្នកនរគ្នាអាចសរសេរទូទៅសិនថានៅក្នុងសង្គមជាតិនីមួយៗតែងតែប្រាថ្នាចង់ឲ្យប្រទេសជាតិរបស់ខ្លួនមានការបាទរីកចម្រើនបាទលូតលាស់រុងរឿងលើគ្រប់វិស័យបាទអញ្ចឹងអាហ្នឹងគឺយើងសរសេរចេញពីបាទឃ្លាហ្នឹងគឺយើងសរសេរចេញពីពាក្យកន្លឹះរបស់យើងបន្ទាប់មកទៀតអ្នកនរគ្នាអាចខណ្ឌហើយអ្នកនរគ្នាអាចបន្តបាទអ្នកនរគ្នាអាចបន្តដោយប្រើពាក្យថាក្នុងនោះដែរឬក៏ទន្ទឹមនឹងនោះដែរអញ្ចឹងទៅបាទបន្តមកទៀតយើងសរសេរទៀតបាទអញ្ចឹងដើម្បីឲ្យមានការរីកចម្រើនទៅបានមានថាដើម្បីឲ្យប្រទេសជាតិនឹងមានការរីកចម្រើនលូតលាស់ឬក៏អភិវឌ្ឍទៅបាននឹងទាមទារឲ្យសង្គមជាតិនោះឯង
មានអីគេគឺយើងអ្នកយកពាក្យគន្លឹះរបស់យើងមកសរសេរមានថាអត្ថន័យរបស់ពាក្យគន្លឹះរបស់យើងមកសរសេរមកមានអីគេមាននៅសន្តិភាពគ្មានសង្គ្រាមបាទភាពសុខសាន្តសណ្ដាប់ធ្នាប់និងស្ថិរភាពនយោបាយអញ្ចឹងទៅប្រទេសហ្នឹងគឺមានការអភិវឌ្ឍបាទអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាយល់អំពីរបៀបនៅក្នុងការសរសេរលំនាំតែងសេចក្តីនៅត្រង់ចំណុចនេះបាទអញ្ចឹងការសរសេរហ្នឹងគឺខ្ញុំសរសេរចេញពីពាក្យគន្លឹះរបស់យើងបាទបន្តមកទៀតគឺអ្នកទាំងអស់គ្នាបាទសរសេរតបាទស្រេចហេតុនេះហើយទើបមានទស្សនៈមួយយល់ថាមានសន្តិភាពទើបមានការអភិវឌ្ឍបាទបន្តមកទៀតអ្នកទាំងអស់គ្នាអាចចោទសួរតាមបែបប្រធានពន្យល់តើទស្សនៈខាងលើមានអត្ថន័យដូចម្ដេចអញ្ចឹងការចោទសួរតាមបែបប្រធានពន្យល់ហ្នឹងគឺមានច្រើនរបៀបបាទយើងអាចចោទសួរបានអញ្ចឹងខ្ញុំសូមបញ្ជាក់កន្លែងខ្ញុំ highlight ពើផ្ទៃមេឃហ្នឹងគឺជាអត្ថន័យរបស់ពាក្យគន្លឹះរបស់យើងគឺពាក្យថាអីគេការអភិវឌ្ឍតែយើងមិនបានប្រើពាក្យថាការអភិវឌ្ឍទេតែយើងប្រើពាក្យការរីកចម្រើនលូតលាស់រុងរឿងអាហ្នឹងក៏វាសំដៅទៅលើការអភិវឌ្ឍបន្តមកទៀតមកកថាខណ្ឌទៀតនោះគឺយើងសរសេរចេញពីពាក្យគន្លឹះរបស់យើងដែរគឺសន្តិភាពឬក៏មានសន្តិភាពគឺសន្តិសុខគ្មានសង្គ្រាមឬក៏គ្មានភ្លើងសង្គ្រាមអីទៅយើងអាចលេងពាក្យពេចន៍ឲ្យពីរោះឬក៏ស្ដាប់បានអញ្ចឹងភាពសុខសាន្តសណ្ដាប់ធ្នាប់និងស្ថិរភាពនយោបាយអញ្ចឹងទើបធ្វើឲ្យប្រទេសជាតិរបស់យើងនឹងមានការអភិវឌ្ឍបាទអញ្ចឹងអាស្រ័យហេតុនេះហើយទើបមានទស្សនៈមួយយល់ថាមានសន្តិភាពទើបមានការអភិវឌ្ឍបាទអញ្ចឹងអ្នកនរគ្នាការសរសេរបាទសេចក្តីផ្ដើមអំពីបទពិសោធន៍របស់ខ្ញុំសរសេរតើអ្នកនរគ្នាយល់យ៉ាងណាដែរអញ្ចឹងអ្នកនរគ្នាបើមានចម្ងល់គឺអ្នកនរគ្នាអាចបាទ comment នៅខាងក្រោមវីដេអូនឹងបានដើម្បីឲ្យខ្ញុំនឹងចេញវីដេអូបន្តនៅក្នុងការបញ្យល់អ្នកនរគ្នាអំពីប្រធានបទផ្សេងៗតើយើងគួរសរសេរបែបណាអញ្ចឹងអ្នកនរគ្នាដើម្បីចង់ចេះនៅក្នុងការសរសេរលំនាំឬក៏សរសេរសេចក្តីផ្ដើមគឺអ្នកនរគ្នាយកប្រធានបទហើយសាកធ្វើតាមខ្ញុំហើយរៀនសរសេរអញ្ចឹងអ្នកនរគ្នានឹងមានគំនិតកាន់តែទូលំទូលាយនៅក្នុងការសរសេរតែងសេចក្តីអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹង